មន់ដើម្បីយកទៅស្ងោរហើយចាំមុនដំបូងយើងដោតហើយយើងយកទឹកក្តៅនឹងសុះពីលើទៅដើម្បីការពារកុំឲ្យស្បែកបែកនៅពេលដែលយើងស្ងោរហើយយើងដល់ពេលហើយយើងឃើញល្អមែនតើអញ្ចឹងធ្វើតាមរបៀបនេះទៅខ្ញុំក៏ធ្វើតាមគេដែរអញ្ចឹងបើសិនណាជាមានការខុសឆ្គងអីសូមខន្តីអភ័យទោសពួកអីខ្ញុំមិនមែនអ្នកធ្វើវីដេអូទេគ្រាន់ថាធ្វើលេងហើយចង់ចែករំលែកប៉ុណ្្នឹងឯងអរគុណច្រើននឹងឥឡូវនេះប្រតិយើងបន្តមកយើងដាក់មាន់ស្ងោរតែមុនដាក់មាន់ស្ងោរយើងត្រូវដាក់ខ្ញីដាក់ល្មៀតដើម្បីឲ្យវាមានពណ៌ស្អាតហើយដាក់ខ្ទឹមសដាក់ខ្ទឹមសដើម្បីឲ្យវាមានជាតិឈ្ងុយដាក់ម្សៅស៊ុបដាក់អំបិលកន្លះស្ព្រាដាក់ម្សៅស៊ុបដាក់ chicken ប្រហ្នឹងហើយដាក់អំបិលតិចទៀតទៅដើម្បីឲ្យវាមានរសជាតិនេះដាក់អំបិលអូមើលទៅឡើងស្រស់ស្រាយនេះគឺជាMSG ប៊ីចេងតែបើអត់ស្ដាក់ទេប៊ីចេងអាជីណូម៉ូតូធ្វើឲ្យមានរសជាតិឆ្ងាញ់ហើយបន្ទាប់មកយើងក៏យកមាន់ទៅដាក់ចូលស្ងោរសិន